សូងជូនរឿងញាក់យុទ្ធសាស្ត្រនៃទន្លេមេគង្គពេលព្រះអាទិត្យរះលើទន្លេមេគង្គអនុករបាននិយាយថាភាពស្ងប់ស្ងាត់នៃទឹកគឺជាអំណាចដ៏ស្ងប់នៃញាក់ដឹកនាំសុខាញាក់មើលខឿងទន្លេនេះទេវាមិនប្រឆាំងនឹងយើងទេប៉ុន្តែវាសាក់លបងចាត់យើងបាទលោកម្ចាស់ខ្ញុំយល់ហើយទន្លេគឺជាគ្រូបង្រៀននៃការអត់ធ្មត់ដើម្បីឈ្នះគេមិនចាំបាច់ប្រើកម្លាំងទេតែប្រើដីនិងទឹកចូលយើងសិក្សាទន្លេដូចជាសៀវភៅដែលមានអក្សររបស់ធម្មជាតិទន្លេជាគ្រូរបស់យើងមិនមែនជាសត្រូវទេអ្នកដឹកនាំដ៏ចេះគិតមិនឈ្នះដោយដាវទេតែឈ្នះដោយចិត្តនិងចំណេះដឹងពេលគ្រប់គ្នាធ្វើការជាសហគមន៍គ្មានអ្វីមិនអាចសម្រេចបានទេភាពស្ងប់ស្ងាត់នាំមកនូវចំណេះដឹងដ៏ជ្រាលជ្រៅព្រះអាទិត្យរះយកសេចក្តីសង្ឃឹមមកវិញសេចក្តីប្រាជ្ញានិងភាពរួបរួមគឺជាមរតកដ៏អស្ចារ្យជានិច្ចរបស់ជាតិខ្មែរ